Radio Free Asiaចំនួនអ្នកប្រកបអាជីវកម្មចិញ្ចឹមក្រពើនៅខេត្តបាត់ដំបងមានការកើនឡើងបើទោះបីជាអាជីវករមួយចំនួនបានបោះបង់ការប្រកបរបរនេះក៏ដោយនាយរងខណ្ឌរដ្ឋបាលជលផលបាត់ដំបងលោកគង់សុខាថ្លែងថាការចិញ្ចឹមក្រពើនៅខេត្តបាត់ដំបងក្នុងឆ្នាំ2012មានការកើនឡើងគឺអ្នកចិញ្ចឹមក្រពើដែលបានចុះបញ្ជីមានចំនួន195គ្រួសារហើយចំនួនក្រពើសរុបទូទាំងខេត្តគឺជិត 13000 ក្បាលលើសពីតួលេខនៃការចិញ្ចឹមក្នុងឆ្នាំ2011ដែលមានអ្នកចិញ្ចឹមចំនួនជាង180គ្រួសារនិងក្រពើចំនួនជាង 11000 ក្បាលលោកគង់សុខាថ្លែងបន្តថានាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានចុះផ្សព្វផ្សាយបច្ចេកទេសក្នុងការចិញ្ចឹមក្រពើជាពិសេសដល់កសិដ្ឋានចិញ្ចឹមក្រពើដែលមានខ្នាតធំរយៈពេលកន្លងមកនេះគឺយើងឃើញថាគុណភាពបែករបស់ក្រពើនៅស្រុកយើងគឺមានគុណភាពអន់ជាងគេដោយសារថាការសាងសង់អាងយើងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបាទអញ្ចឹងទៅវាធ្វើឲ្យសឹកស្បែកដោយសារយើងក្រាលចេញជាស៊ីម៉ង់ដោយមិនប្រើជាឥដ្ឋរលោងវាធ្វើឲ្យសឹកស្បែកផ្នែកខាងក្រោមវាធ្វើឲ្យបាត់បង់នៅតម្លៃមួយចំនួនអ្នកចិញ្ចឹមក្រពើក្នុងសង្កាត់ស្លាកែតក្រុងបាត់ដំបងម្នាក់គឺអ្នកស្រីយូហៈមានប្រសាសន៍ថាការចិញ្ចឹមក្រពើមានភាពងាយស្រួលជាងការចិញ្ចឹមសត្វដទៃហើយអ្នកស្រីបានចាប់ផ្ដើមចិញ្ចឹមក្រពើតាំងពីឆ្នាំ2000រហូតមកដល់ពេលនេះអ្នកស្រីមានក្រពើចំនួនជិត 1000 ក្បាលមិត្តភ័ក្តិខ្ញុំហ្នឹងគេឲ្យកម្មករហ្នឹងដែលយើងក្រពើហ្នឹងចិញ្ចឹមគោ 3-4 អញ្ចឹងណាថាស្អីតើអាចគោនឹងសង្ងប់ហើយពិបាកវេទនាដល់ជ្រូករស្មៅ AVC ហើយដល់ចិញ្ចឹមជ្រូកវិញតាហួសមកបន្តិចវាស្រែកអីអញ្ចឹងហើយដល់មិត្តភ័ក្តិខ្ញុំថាចិញ្ចឹមក្រពើស្រួលមែនមើលក្រពើខ្ញុំ2អាងឡើងធំតែចាស់ផងថ្មីផងកម្មករខ្ញុំតែម្នាក់ហើយមានកូនចៅអាកូនខ្ញុំនឹងម្នាក់ទៀតប៉ុណ្ណឹងហើយអានោះអ្នកបច្ចេកទេសដែលតែវាធ្លាប់ចេះក្នុងការយកពងចេះក្នុងការភ្ញាស់អញ្ចឹងណាទោះយ៉ាងណាក្តីអ្នកស្រីយូហៈបានឲ្យដឹងថាការចិញ្ចឹមក្រពើត្រូវការដើមទុនច្រើនហើយអ្នកស្រីត្រូវចំណាយជាប្រចាំជាង$2000ក្នុងមួយខែទៅលើចំណីក្រពើជិត1000ក្បាលយើងប្រើតែមនុស្សម្នាក់ជិះបើយើងចិញ្ចឹមគោបើយើងចិញ្ចឹមជ្រូកគ្រាន់ថាវាសហួយវាធំយើងធ្វើអាងក៏អស់លុយច្រើនយើងឲ្យចំណីវាស៊ីហ្នឹងក៏វាអស់លុយច្រើនដែរក្រៅពីការចំណាយដើមទុនខ្ពស់បញ្ហាចំពោះមុខសម្រាប់អ្នកចិញ្ចឹមក្រពើគឺទីផ្សារក្រពើដោយតម្លៃក្រពើឡើងចុះមិនទៀងទាត់អ្នកចិញ្ចឹមក្រពើនៅក្នុងសង្កាត់ស្លាកែតក្រុងបាត់ដំបងម្នាក់ទៀតលោកហេងខុនដែលបានចិញ្ចឹមក្រពើអស់រយៈពេល26ឆ្នាំហើយនោះថ្លែងថាកាលពីឆ្នាំមុនមានមនុស្សមួយក្រុមបានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំក្រពើចេញប្រការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃក្រពើក្នុងស្រុកដល់ពេលក្រពើមិនធ្វើមានថ្លៃវានាំតែពួកវាចេញទៅហើយពួកជាជនយើងចិញ្ចឹមធម្មតាអត់ចេញរួចដូច្នេះអ្នកដទៃចង់មកទិញក៏ចូលមិនរួចដែរអ្នកចិញ្ចឹមក្រពើត្រូវការចាំបាច់នៅអ្នកជំនាញខាងចាប់ក្រពើជាពិសេសនៅពេលដែលគេទិញក្រពើចូលនិងលក់ក្រពើចេញក្នុងនេះមួយធំបុរសជាអ្នកចាប់ក្រពើម្នាក់លោកកែវខេមរាហាវិតរៀបរាប់ថាលោកបានប្រកបរបរជាអ្នកចាប់ក្រពើអស់រយៈពេលប្រមាណ7ឆ្នាំហើយលោកចាប់ក្រពើគ្រប់ប្រភេទបានចំនួនជាង3000ក្បាលដោយនៅពេលខ្លះលោកចាប់ក្រពើបាន80ក្បាលក្នុងមួយថ្ងៃរីឯថ្លៃឈ្នួលសម្រាប់ការចាប់ក្រពើគឺពី4000រៀលទៅ10000រៀលក្នុងមួយក្បាលក្រពើធំក៏ខ្ញុំចាប់ក្រពើអាមិនតន់ធំក៏ខ្ញុំចាប់ឲ្យថាត្រូវចាប់ជាទូទៅការចិញ្ចឹមក្រពើគឺសម្រាប់លក់ស្បែកតែអ្នកចិញ្ចឹមក្រពើនៅក្នុងខេត្តបាត់ដំបងភាគច្រើនលក់កូនក្រពើអ្នកចិញ្ចឹមក្រពើហៅការដែលក្រពើពាក់គ្នាថាក្រពើចាប់គ្នានាយរងខណ្ឌរដ្ឋបាលជលផលបាត់ដំបងលោកគង់សុខាមានប្រសាសន៍បន្ថែមថាក្រៅពីការចិញ្ចឹមក្រពើដោយដាក់នៅក្នុងអាងក៏មានការចិញ្ចឹមក្រពើជាលក្ខណៈទ្រុងទ្រាយតូចដោយដាក់នៅក្នុងបែឬទ្រុងឈើត្រាំនៅក្នុងទឹកដែរជាពិសេសនៅតំបន់បឹងទន្លេសាបតែការចិញ្ចឹមរបៀបនេះត្រូវការប្រុងប្រយ័ត្នខ្ពស់ហើយលោកអំពាវនាវឲ្យអ្នកចិញ្ចឹមចងក្រងជាសមាគមដើម្បីមានភាពងាយស្រួលក្នុងការចុះបញ្ជីខ្ញុំបាទអ៊ួនឈិន With you Azizi Serai រាយការណ៍ពីក្រុងបាត់ដំបង